បាទជំរាបសួរទៅដល់យាយតាអំពូមីងទាំងអស់គ្នាដែលតែងតែតាមរកសកម្មភាពរបស់ពូជិលថ្ងៃនេះពូជិលចាញ់មកលក់ធូបបារាណខ្មែរដែលម៉ែពូជិលធ្វើដល់លួញនេះដែលពូជិលធូបបារាណខ្មែរដែរសំឡើងពីសម្បកឈើធម្មជាតិក៏ដូចជាស្លឹកឈើរុក្ខជាតិដែលនៅក្នុងព្រៃបងប្អូននេះបើសិនជាបងប្អូនយាយតាអំពូមីងត្រូវការកំងទិញអាចតាក់ទងមកពូជិលបាននេះធូបខ្មែរពូជិលពងតែមានលក់នេះសត្វធូបបងប្អូននេះនិយាយតាមពុំមីនេះរដូវចិត្តជំបិនណាជប់ផ្សាយត្រូវទិញធូបទឹកដុតដើម្បីការឲ្យធូបបុរាណគឺនៅតែមានណានេះបងប្អូនត្រូវការទិញក៏ដូចជានិយាយតាអំពុំមីទាំងអស់គ្នាត្រូវការទិញអាចតាក់ទងមកពូជិលបានពូជិលនឹងដាក់លេខទូរស័ព្ទក្នុងវីដេអូណានេះធូបខ្មែរនេះបងប្អូនមួយដុំនេះគឺមាន100ដើមនេះគឺស្អាតមែនទេបងប្អូនបាទវាមិនស្អាតមិនទេវាមើលទៅក៏វាក្អូបគ្រឿងធម្មជាតិណានេះຂະຫນាត3តឹកនេះឃើញមួយដុំនេះគឺមាន100ដើមបងប្អូនបាទនេះបើមួយយ៉ាងនេះគឺຂະຫນាតកន្លះម៉ែត្របងប្អូននេះទីតាមមួយមិនត្រូវការនេះអានេះកន្លះម៉ែត្រពេញតម្ដងស្បៃវានេះទីបងប្អូនឃើញនោះនេះហើយនេះប៉ុណ្ណេះអានេះកន្លះម៉ែត្រប៉ុន្តែនេះក៏អានេះ3តឹកទេតែពូជិលចងអានេះទៅអានេះរុំអត់តឹងអណែនអានេះពូជិលរុំកិនរុំกระดาษទេនេះចេះនេះបងប្អូនត្រូវការទិញអាចតាក់ទងមកពូជិលបានពូជិលកំពុងតែមានលក់ណានេះមិនថ្ងៃធ្វើបានដែរបងប្អូនមកប្រុសធូបយើងធ្វើដល់ដៃគឺយើងប្រើពេលវេលារឿងយូរបន្តិចនេះហើយនេះចង់បានតាក់ទងមកពូជិលមកពូជិលកំពុងតែមានលក់ណានេះឈ្ងុយសម្បកឈើធម្មជាតិដូចជាលួតដូចជាឆ្នោតប្រោះសំរៈដែលយើងយកមកកែច្នៃមានជាច្រើនទៀតបងប្អូនបាននេះអរគុណបាទសម្រាប់ការទស្សនាវីដេអូនេះបងប្អូនបានជួយទិញក៏ជួយ like ជួយ share ឲ្យពូជិលអ្នកមួយផងណាកុំភ្លេចណាឲ្យបានទៅដល់បងប្អូនយើងដែលត្រូវការទិញបើថាថ្ងៃនេះបងប្អូនត្រូវការទិញថ្ងៃក្រោយអាចតាក់ទងមកពូជិលបានដូចគ្នាបាទនេះលាបម្ដងទៀតបាទ